ជំរាបសួរបងប្អូនអរគ្នាហើយនេះគឺជាឆ្នាំរឹសដងបានបាទបងប្អូនអរគ្នាខ្ញុំខានធ្វើវីដេអូរៀងយូរក្រិនដោយសារតាខ្ញុំរវល់ព្រោះអីខ្ញុំជាកសិករហើយក៏ជាម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបមួយរូបអញ្ចឹងកសិដ្ឋានរបស់ខ្ញុំធ្វើការច្រើនម៉ោងជាមួយនឹងកង្កែបរបស់ខ្ញុំបាទក៏ប៉ុន្តែយើងមកថ្ងៃនេះគឺខ្ញុំមិនបាននិយាយអំពីកង្កែបអីទេព្រោះអីខ្ញុំមកថតឆ្នាំនេះឲ្យបងប្អូនអរគ្នាមើលបាទថាឆ្នាំនេះវាត្រូវអីគេខ្លះបាទនេះគឺជាឆ្នាំរឹសដងបានដែលបងតែងកំងទៅច្រើនហើយខ្ញុំដាក់ទៅតាមខេត្តជារៀងរាល់ថ្ងៃហើយនិយាយទៅរឹសដងបានជាធម្មតាប្រសិនបើយើងមានជំងឺរឹសដងបានគឺយើងអាចប្រើប្រាស់ថ្នាំនេះបានបាទហើយប្រសិទ្ធភាពរបស់វាគឺវាធ្វើឲ្យរឹសដងបាតរបស់យើងលឹបទៅវិញហើយរឹសដងបាតរបស់យើងវាមានអាការៈត្រជាក់បាទហើយវាអត់ប៉ះពាល់ដល់សុខភាពនៅពេលដែលញ៉ាំអញ្ចឹងណាបាទអញ្ចឹងយើងទៅខ្ញុំអ្នកកាត់ផ្ទាល់រយៈពេលយូរឆ្នាំដែរទង7-8ឆ្នាំប៉ុន្តែឥឡូវហ្នឹងគឺខ្ញុំបានជាហើយពីរឹសដងបានជំងឺរឹសដងបានរ៉ាំរ៉ៃហើយការលើកមុនគឺខ្ញុំធ្វើការអត់កើតទេវាតែងតែរឹសដងបានហ្នឹងវាក្តៅវាផ្សាវាធ្លាក់ឈាមបាទជាពិសេសរឹសដងបានគឺនៅពេលដែលវាមានយើងមានបញ្ហារឹសដងបានកាពះរបស់យើងក៏មានបញ្ហាដែរហើយជាពិសេសកាពះរបស់យើងញ៉ាំអីបន្តិចតួចបាទគឺឆាប់ឈឺឆាប់ចុកឆ្អល់បាទគឺវាពាក់ព័ន្ធជាមួយកាពះផងវាពាក់ព័ន្ធជាមួយរឹសដងបាតផងអាពីរហ្នឹងគឺវាដើរទន្ទឹមគ្នាបាទមានបងខ្លះគាត់គិតថាកាពះផ្សេងរឹសដងបាតផ្សេងបាទជំងឺកាពះផ្សេងមែនជំងឺរឹសដងបាតវាផ្សេងគ្នាមែនក៏ប៉ុន្តែអាពីរហ្នឹងវាប្រស័យតាក់ទងគ្នាគឺវាបើថាវារោឈឺរឹសដងបាតគឺវាត្រូវតែឈឺកាពះមុនបាទឬមកក៏បើវាត្រូវឈឺកាពះបាទវាមានបញ្ហារឹសដងបានបាទវាពិបាកបរិយាយប្រាប់បងប្អូនអរគ្នាណាព្រោះអីទាល់តែអ្នកដែលជួបប្រទះផ្ទាល់បានយើងដឹងពីអាការៈហ្នឹងចឹងអ្នកដែលធ្លាប់កើតជំងឺហ្នឹងដឹងហើយថាវាធ្វើទុកប៉ុណ្ណាបាទញ៉ាំអីបន្តិចក៏ឆ្អល់បាទបើសិនជាញ៉ាំវិយាញ៉ាំម្ទេសវិញគឺមិនបាច់និយាយទេគឺក្តៅគឺវាធ្វើទុកផ្សាឈឺបាទហើយពេលខ្លះធ្វើការអត់មានអារម្មណ៍ធ្វើការនៅក្នុងខ្លួនទេបាទហើយពេលខ្លះយើងខំប្រឹងធ្វើការដែរក៏តែរឹសដងបាត់របស់យើងវាឈឺបាទយើងអត់អាចធ្វើការកើតអញ្ចឹងណាកាលពីលើកមុនខ្ញុំនិយាយទៅបើសិនជាខ្ញុំដូចពីបច្ចុប្បន្ននេះបាទកាលមុននឹងខ្ញុំញ៉ាំថ្នាំហ្នឹងគឺខ្ញុំឈឺខ្ញុំធ្លាក់ឈាមហើយធ្វើការអីអត់បានទេសូម្បីតែឈរក៏អត់បានយូរអង្គុយក៏អត់បានយូរហើយយាមទៅដំណាក់កាលចុងក្រោយឈរក៏អត់បានអង្គុយក៏អត់បានបាទវាពិបាកបានតាដេកនៅនឹងមួយកន្លែងបាទប៉ុន្តែខ្ញុំអត់រើសយកជំរើសនឹងទេព្រោះអីដេកស្មើនឹងយើងបោះបង់អ្វីៗគ្រប់បែបយ៉ាងបាទបោះបង់ក្តីសង្ឃឹមបាទហ្នឹងហើយត្រឹមតែមករឹសដងបាតយើងអាចព្យាបាលជាមិនមែនទៅជំងឺអីដូចមហារីកអីទេបាទហ្នឹងហើយជំងឺមហារីកក៏គេនៅតែមានការវះកាត់អ្នកខ្លះទៅក៏ជាទៅជាសំណាងទៅអ្នកខ្លះក៏រស់បានយូរ
bà nè là có mình chia bên tay của bạn du chẳng á bà nè bên tay sầm rập rồi đồng bạn nhóm cứ vì dẹp bé cứ du cho năm hai chẳng tới có bà dây bị cả phơi tục vĩnh cứ vì rọp mình ở đâyในการฝึกตกrồi ai chia bọt bị sót cứ việcฝึกตกครั้งនៅពេលដែលយើងញ៉ាំម្ទេសញ៉ាំស្រាហើយជាពិសេសគឺក្នុងឡុងខែក្តៅតែបើសិនជាយើងញ៉ាំហើយលាប់មកវិញញ៉ាំហើយលាប់មកវិញបាទចុងបញ្ចប់ទៅគឺយើងញ៉ាំថ្នាំពេទ្យអត់ត្រូវទេបាទវានឹងយើងញ៉ាំប៉ុណ្ណាក៏ដោយក៏វានៅតែមានអារម្មណ៍មួយក្តៅឡុងពេលដែលយើងញ៉ាំវាបាត់ក្តៅនៅពេលដែលអស់សួរញ៉ាំថ្នាំហ្នឹងវាក្តៅមកវិញគឺអត់បានទេវាមានបញ្ហារបូតបាទហ្នឹងហើយបើថាបើសិនជាអាចយើងអាចមើលថែខ្លួនយើងឲ្យបានល្អហើយព្យាបាលឲ្យទាន់ពេលបាទកុំឲ្យទុកបដ ாய் យូរពេកបាទហ្នឹងហើយអ្វីការងារយើងស្ទះការងារហើយក៏ចំណាយលុយអស់ច្រើនអញ្ចឹងវាអត់ល្អទេបាទហ្នឹងហើយ